យើងជំពាក់ប្រាក់គេពីជាតិមុនណាទៀតកិច្ចចុះកិច្ចឡើងអាងតែគេមិនសូវទាផងហើយរត់កិច្ចអីផងអញ្ចឹងទៅមិនបានសងទេដល់ទៅមិនតំនឹងបានសងផងស្លាប់ទៅឃើញណាយើងស្លាប់បាត់ទៅមកកើតជាមនុស្សអីចឹងទៅឬទៅកើតជាស្អីស្អីក្រោយមកបានមកជាមនុស្សម្ចាស់បំណុលហ្នឹងជាប់ការចងពីវរាណាទៀតក្រោយអំពីម្ចាស់បំណុលនឹងស្លាប់ទៅត្រូវមកកើតជាកូនកើតជាចៅឬកើតជាបងប្អូនជាមួយយើងហ្នឹងគឺរឿងនឹងឯងជាពិសេសកើតមកជាកូនហ្នឹងកើតមកដើម្បីទាបំណុលតែម្ដងទៀតគិតទៅពីរឿងទាលុយគិតទៅពីរឿងឈើមើលអស់ដីធ្លីស្រែចម្ការល្មិចក៏ដោយគឺចិត្តឪពុកម្ដាយនឹងនៅតែទន់ទៅរកតែនឹងទៀតណាតែហេតុតែចម្ពាក់បំណុលគេណាទោះជាកូននឹងខុស10ខុស20អីក៏ដោយខឹងម្ដងពីរដងចឹងទៅរួចបាត់ខឹងអាណិតទៀតណាទៅលេងលបែងចម្ពាក់ប្រាក់គេទៅខឹងរួចទៅលក់គេលក់អកបលបំណុលគេយកទៅសងឲ្យកូនហ្នឹងទៅនឹងរហូតដល់តល់តែធូរស្បៃនៅបំណុលកូននឹងស្លាប់ទៅយកកូននឹងទៅដុតនៅនឹងព្រៃភ្លើងនឹងត្រូវខ្យល់គួចទៅឆេះចកាអំពើសងគេ3000ទៀតហ្នឹងទេបំណុលដល់តែប៉ុណ្ណឹងអាហ្នឹងដល់តែម្លឹងរឿងកម្មទីវរានឹងអញ្ចឹងបានថាយើងកុំចូលចិត្តរឿងចម្ពាក់គេណាទេការចម្ពាក់គេមិនជាសុខទេ